រឿងក្រពើនឹងអ្នកបរទេសមានសត្វក្រពើមួយអាស្រ័យនៅជើងបឹងធំមួយលុះដល់រដូវប្រាំងទឹកបឹងនោះក៏រីងស្ងួតអស់ក្រពើនោះនៅពុំបានទៅវាឡើងលើគោកដោតត្រេករកទីមានទឹកកាលនោះមានតាចាស់ម្នាក់បរទេសមកបានជួបនឹងក្រពើកំពុងវានៅកណ្ដាលផ្លូវឯក្រពើសុំដោយសារទេសតានោះតាសួរថាចៅឯងទៅណាដែរក្រពើប្រាប់ថាខ្ញុំនេះរកទីអាស្រ័យគ្មានទេគឺបឹងដែលខ្ញុំធ្លាប់រស់នៅនោះឥឡូវទឹករីងស្ងួតអស់នឹងនៅតទៅទៀតពុំបានតែខ្ញុំខំស្វែងរកបឹងស្ទឹងទន្លេឯណាដែលមានទឹកនឹងអាស្រ័យនៅបើតាមេត្តាសូមនាំខ្ញុំទៅឲ្យបានដល់ទីណាដែលមានទឹកហើយដាក់ខ្ញុំត្រង់ទីនោះចុះតានោះក៏ព្រមទើបដោះគោចេញពីនឹមហើយលើក្រពើឡើងដាក់សណ្ដូកលើទូករទេះហើយដោយក្រពើមិនទុកចិត្តខ្លួនក្រែងធ្លាក់ទើបប្រើឲ្យតានោះយកខ្សែមកចងខ្លួនភ្ជាប់នឹងទូករទេះតាក៏ធ្វើតាមពាក្យក្រពើស្រេចហើយតាក៏ទឹមគោបោចេញទៅលុះដល់ទីបឹងមួយមានទឹកតាក៏បញ្ឈប់រទេះដោះគោចេញងើយស្រែកចំណងក្រពើប្រាប់ថាបឹងនេះមានទឹកគួរហើយចូលចៅលូនចូលបឹងនេះចុះឯក្រពើជាសត្វអកតញ្ញូមិនដឹងគុណគេថែមទាំងឃ្លានអាហារដោយអត់មុខយូរថ្ងៃហើយក៏និយាយទៅថាតាឯណេះចង់យើងភ្ជាប់នឹងទូករទេះឯណេះយើងបានសេចក្តីវេទនាពុនពេកណាស់តាឯងត្រូវឲ្យគោយើងមួយស៊ីទៅតាឯងរួចទោសបើមិនឲ្យគោដល់យើងទេត្រូវយើងស៊ីតាឯងក្នុងពេលឥឡូវនេះតានោះលុះលឺក្រពើពលពាកដូច្នោះក៏ផិតភ័យណាស់ទៅស្ដីអង្វរថាអ្នកក្រពើខ្ញុំឯងនេះមានគុណបានដឹងនាំបាឯងមកដល់ទីនេះឥឡូវបាចង់ស៊ីខ្ញុំវិញកាលនេះខ្ញុំអាចអស់ទោសសោះមិនគួរញាក់នឹងពីឃាតបាដូច្នោះខ្ញុំមិនសុខចិត្តទេចាំខ្ញុំទៅរកលោកចៅក្រមឲ្យលោកជួយវិនិច្ឆ័យរឿងនេះសិនសឹមប្រតិបត្តិតាមទៅក្រពើក៏ព្រមថាតាឯងទៅរកចៅក្រមណាក៏ទៅឲ្យឆាប់ចុះយើងចាំតាឯងនៅទីនេះតានោះបានជែកទុំមួយស្និតក៏កណ្ដាលទៅរកចៅក្រមទៅជួបសត្វទុនសាយគល់មួយនៅលើដំបូកទុនសាយក៏លេចឃើញតាកាន់ជែកដល់កាត់ព្រៃចូលមកក៏សួរទៅថាតាឯងមាននេត្រាជញ្ជោសោកស័យតើមានទោសទុកយ៉ាងណាចូលមកនេះសិនតាក៏និយាយរឿងខ្លួននឹងក្រពើដែលកើតហេតុនឹងគ្នាប្រាប់ទុនសាយនោះសពប្រការទុនសាយបានស្ដាប់ដូច្នោះក៏ថាអាសត្វក្រពើនោះគឺជាសត្វមិនដឹងគុណតាឯងបើដូច្នេះខ្ញុំនឹងទទូចធ្វើជាចៅក្រមជំរះឲ្យតាកុំភ័យឲ្យតែជែកនេះមកខ្ញុំស៊ីសិនសឹមទៅជាមួយគ្នាតានោះក៏ឲ្យជែកមួយស្និតទៅទុនសាយបរិភពជែកអស់ហើយក៏នាំគ្នាទៅកាន់ដំណាក់ដែលឈប់នោះដល់ហើយទុនសាយនិយាយទៅថាមិនចៅក្រពើចៅឯងវងវែងព្រៃមិនដឹងជាទៅឯណាបានជាតាគាត់មេត្តាឲ្យដោយសារមកផងឥឡូវបានដល់ទីសំគួរនឹងអាស្រ័យទៅហើយមិនដេចចៅគិតវែងគនឹសគុណគាត់គិតនឹងស៊ីគាត់វិញដូច្នោះតើគាត់ធ្វើទុកទោសអ្វីដល់ចៅឯងក្រពើឆ្លើយថាលោកសុភាតាណែគាត់ឲ្យខ្ញុំដោយសារមកមែនប៉ុន្តែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គឺគាត់ចង់ខ្ញុំជាប់នឹងទូករទេះខ្លាំងពេករកទៅរើខ្លួនដកដង្ហើមក៏ពុំបានដែរគាត់ទុកខ្ញុំយ៉ាងនេះបានតែខ្ញុំខឹងគាត់ត្រូវតែប្រគល់គោគាត់បានមួយមកឲ្យខ្ញុំស៊ីបើគាត់មិនព្រមឲ្យគោនោះទេខ្ញុំត្រូវស៊ីគាត់វិញទុនសាយឆ្លើយអនុលោមពាក្យថាតាឯងចង់គេតឹងខ្លាំងពេកបានជាគេខឹងចុះតាឯងមិនដេចក៏ចង់គ្នាតឹងម្លេះគ្នារកតែរើខ្លួនមិនរួចដូច្នោះតានោះថាទេខ្ញុំបាទមិនបានចង់តឹងទេលោកចង់តែលំងតែជាប់ពុំឲ្យធ្លាក់ប៉ុណ្ណោះឯងទុនសាយថាខាងចោតក៏ថាចង់តឹងខ្លាំងខាងចម្លើយក៏ថាលំងពីអ្នកទាំងពីរអ្នកនេះសឹងពុំមានអ្នកណាជាកសិនទេបើដូចនេះត្រូវចៅក្រពើឯណាលូនឡើងលើទូករទេះវិញឲ្យគាត់ចងម្ដងទៀតយើងនឹងមើលឲ្យដឹងថាតឹងឬធូរទៅនឹងបានកាត់សេចក្តីនេះឲ្យយុតិធម៌ទៅបានឯក្រពើជាសត្វខ្លៅក៏វាឡើងទៅក្រាបលើទូករទេះឲ្យតានោះចងដូចមុនតាយកចំណងមកចងដូចមុនវិញទុនសាយសួរថាម្ដេចចៅគុំភាកាតាគាត់ចងតឹងយ៉ាងនេះឬ
ក្រពើឆ្លើយថាទេលោកកាលគាត់ចងចំមុននោះតឹងលើនេះខ្លាំងណាស់បើចងប៉ុណ្ណេះខ្ញុំទៅខឹងឯនឹងគាត់ទុនសាយចូលតារឹតទ្វេឡើងទៀតឲ្យគេសុកចិត្តតានោះក៏រឹតចំណងឡើងទៀតទុនសាយសួរថាម្ដេចចៅគុំភាការម្ដងនេះតឹងដោយកាលជន់មុននោះហើយឬនៅក្រពើថានៅពុំតាន់ស្មើចងមុននោះទេទុនសាយបង្គាប់ថាតាឯងកាប់ឈើមកធ្វើជាកូនកំប្រារឹតម្ដងទៀតទៅតានោះក៏ធ្វើតាមពាក្យហើយតាំងត្របែងរឹតទាំងមុនទាំងក្រោយអស់ទំហឹងដៃឯក្រពើនោះត្រូវគេត្របែងដោយកូនកំប្រាខ្លាំងតឹងខ្លួនស្ទើរតែដកដង្ហើមចេញពុំបានទើបឆ្លើយថាសុំតនកាលជន់មុននោះគាត់ចងតឹងយ៉ាងនេះឯងលោកឲ្យនរណាឡើយនឹងអត់បានសូមលោកជាសាក់សីមើលចុះតើអ្នកណាខុសអ្នកណាត្រូវទុនសាយខេក្រពើរើខ្លួនពុំរួចហើយទៅបង្គាប់តានោះថាតាចាំអីពូថៅធំនឹងរតិនោះមិនយកមកពូក្បាលវេទៅទុកឲ្យរស់ធ្វើខ្មោចអាសត្វអកតញ្ញូពុំដឹងគុណគេដែលធ្វើគុណខ្លួនតាចាស់នោះបានឱកាសដោយទុនសាយប្រាប់ដូច្នោះក៏ស្ទុះទៅយកពូថៅធំមកសំពងกับក្រពើនោះកាត់ជាកំណាត់តូចធំក្រពើក៏លក់នៅក្តីអន្តរាយជីវិតហោងសុភាទុនសាយបង្គាប់ថាកងកំទុយវេនោះតាឯងឆ្អោដាក់យកទៅស្ងោពិសាឬចង់ញ៉ាំក៏បានឯពូវៀនបុតចិនតាវេនោះញ៉ាំភ្លាជាការប្រសើរណាស់តាឯតានោះធ្វើតាមសុភាទុនសាយប្រាប់សពប្រការហើយយកជែកត្រសក់ជូនទុនសាយដោយខ្លួនបានផុតអំពីអន្តរាយស្រេចហើយយកគោមកទឹមរទេលាសុភាទុនសាយបោទៅកាន់ទីធាននៃអាត្មាហោងសិលធម៌នៃរឿងនេះការដឹងគុណគឺជាឫសគល់នៃសេចក្តីល្អការជួយអ្នកដទៃគឺជាសេចក្តីថ្លៃថ្នូរប៉ុន្តែមនុស្សម្នាក់ក៏ត្រូវតែរក្សាភាពឆ្លៀសវៃផងដែរពីព្រោះអ្នកដែលមិនដឹងគុណអាចងាកចេញពីសេចក្តីសប្បុរៈភាពវៃឆ្លាតនិងសេចក្តីសប្បុរៈរួមគ្នាអាចយកឈ្នះលើគ្រោះថ្នាក់បាន Thank you for watching. See you next video.